ឯកសារវិនិច្ឆ័យដីធ្លីក្នុងភូមិចំនួន17នៃស្រុកពួកត្រូវបានបិទផ្សាយជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋធ្វើការពិនិត្យនិងកែតម្រូវមុនចេញប័ណ្ណកម្មសិទ្ធិនៅថ្ងៃទី8ខែមិថុនាឆ្នាំ2026នេះក្បាលដីក្នុងភូមិចំនួន17នៃឃុំខ្នាតនិងឃុំព្រៃជ្រូកស្រុកពួកខេត្តសៀមរាបត្រូវបានប្រកាសបិទផ្សាយជាសាធារណៈដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឲ្យបានត្រឹមត្រូវមុននឹងមន្ត្រីជំនាញចេញប័ណ្ណកម្មសិទ្ធិជូនម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការលោកហ៊ីសៃប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសរុយោដីខេត្តសៀមរាបមានប្រសាសន៍ថាការបិទផ្សាយនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងការពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីឲ្យបានត្រឹមត្រូវក្នុងករណីមានកំហុសឆ្គងលើឈ្មោះអក្ខរាវិរុទ្ធទំហំដីឬព្រំប្រទាល់ដីប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់អាចធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលបានបិទផ្សាយនោះបានការបិទផ្សាយនេះមានរយៈពេល15ថ្ងៃគឺចាប់ពីថ្ងៃទី8ខែមិថុនាដល់ថ្ងៃទី22ខែមិថុនាឆ្នាំ2026នៅបរិវេណវត្តបាឡាំងរាំងសីនិងវត្តប្រាសាទក្នុងអំឡុងពេលនេះគណៈកម្មការរដ្ឋបាលនិងមន្ត្រីសុរិយោដីនឹងនៅប្រចាំការរៀងរាល់ថ្ងៃដើម្បីរងចាំពន្យល់ទិន្នន័យទទួលពាក្យបណ្ដឹងនិងដោះស្រាយការតវ៉ាក៏ដូចជាវិវាទផ្សេងៗលោកស៊ីនចន្ទថុលអភិបាលស្រុកពួកបានលើកឡើងថាការប្រកាសបិទផ្សាយនេះមានគោលបំណងសំខាន់ក្នុងការផ្តល់ឱកាសចុងក្រោយជូនម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវមុននឹងឈានទៅដល់ការចេញប្លង់រឹងជាស្ថាពរមូលហេតុដែលត្រូវតែមានការបិទផ្សាយនេះគឺដើម្បីធានាបាននូវតម្លាភាពការពារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋនិងជៀសវាងទំនាស់ផ្សេងៗនៅពេលក្រោយព្រោះថានៅពេលហួសកំណត់15ថ្ងៃនេះរដ្ឋទិន្នន័យទាំងអស់នឹងត្រូវចាត់សម្រេចថាត្រឹមត្រូវនិងមានលក្ខណៈពេញលេញស្របច្បាប់ក្នុងឱកាសនោះលោកហែមពុទ្ធីអភិបាលរងខេត្តសៀមរាបបានសង្កត់ធ្ងន់ថាការបិទផ្សាយនៃការវិនិច្ឆ័យនេះពេលនេះឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាសម្ដៅលើកម្ពុជាជីវភាពសុខុមាលភាពនិងកាត់បន្ថយភាពក្រីក្រព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌និងស្ថិរភាពសង្គមលោកក៏បានក្រានរំលឹកដល់មន្ត្រីជំនាញនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាឲ្យបានល្អដើម្បីជំរុញឲ្យនីតិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយរលូនជោគជ័យស្របតាមយន្តការរបស់រដ្ឋាភិបាលសូមជម្រាបថាភូមិទាំង17រួមមានឃុំខ្នាតមានភូមិស្វាយភូមិត្រមេងភូមិជ្រលងភូមិអំពិលពីមនិងភូមិទឹកថ្លាចំណែកឃុំជ្រូកមានភូមិព្រៃជ្រូកភូមិកិត្តិយសភូមិដូនតុកភូមិស្វាយចន្ទោភូមិប្រាសាទភូមិផ្ទាំងភូមិប្រប់ម៉ៃភូមិជ្រេះភូមិប្រដាក់ភូមិច្រនាងភូមិតាម៉ោកនិងភូមិពងរោ